បាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel City Blog សាជាថ្មីជាមួយនឹងការបង្ហាញភាសាជប៉ុនតាមរយៈ online ផងដែរអញ្ចឹងនៅថ្ងៃនេះគឺមេរៀននៅក្នុង Channel របស់យើងគឺយើងរៀនអំពីប្រយោគខ្លីៗដែលជាទូទៅជនជាតិជប៉ុនអាសាប្រើនិងអាសានិយាយអញ្ចឹងសម្រាប់អ្នកនរគ្នាដែលចង់ឆាប់ចេះប្រយោគនិយាយនៅក្នុងភាសាជប៉ុនអ្នកនរគ្នាអាចមើលនៅក្នុងមេរៀននេះបានហើយខ្ញុំមានបកប្រែជាភាសាខ្មែរនិងមានរបៀបអានជា Romanji ហើយនឹងមានអក្សរខាន់ជីនៅខាងលើផងដែរអញ្ចឹងខ្ញុំនឹងធ្វើការអានហើយអ្នកនរគ្នាអាចមើលប្រយោគដើម្បីរៀនយកទៅប្រើប្រាស់នៅក្នុងជីវភាពជាក់ស្ដែងផងដែរតែអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់មេរៀនរបស់យើងទាំងអស់គ្នាតែម្ដងប្រយោគទី1នៅក្នុងមេរៀនរបស់យើង彼のお父さんは若く見えます彼のお父さんは若く見えます彼のお父さんは若く見えますឪពុករបស់គាត់មើលទៅឃើញក្មេងណាចាំនៅពេលដែលយើងនិយាយថាឪពុករបស់គាត់មើលទៅឃើញក្មេងគឺយើងនិយាយថា彼のお父さんは若く見えますប្រយោគទី2របស់យើង靴下を脱いでください靴下を脱いでください靴下を脱いでくださいមានន័យថាសូមដោះស្រោមជើងផងនៅពេលដែលយើងធ្វើឡើងផ្ទះគេអីចឹងគេនិយាយថាសូមដោះស្រោមជើងផងហ្នឹងយើងអាចនិយាយប្រយោគនឹងបានគឺ靴下を脱いでくださいប្រយោគទី3របស់យើង彼女によく会いますか彼女によく会いますか彼女によく会いますかតើអាសាជួបនាងដែរឬទេ彼女によく会いますかប្រយោគទី4របស់យើងいいえあんまり会いませんいいえあんまり会いませんいいえあんまり会いませんទេមិនសូវបានជួបទេមានន័យថាមិនសូវដែរបានជួបទេいいえមានន័យថាទេណាいいえあんまり会いませんទេមិនសូវបានជួបទេប្រយោគរបស់យើងទី5今週の土曜日は仕事ですか今週の土曜日は仕事ですか今週の土曜日は仕事ですかតើសប្តាហ៍នេះថ្ងៃសៅរ៍ធ្វើការដែរឬទេណា今週の土曜日は仕事ですか今週の土曜日は仕事ですかតើសប្តាហ៍នេះថ្ងៃសៅរ៍ធ្វើការដែរឬទេប្រយោគទី6របស់យើង今週の土曜日は暇です今週の土曜日は暇です今週の土曜日は暇ですថ្ងៃសៅរ៍សប្តាហ៍នេះខ្ញុំទំនេរថ្ងៃសៅរ៍សប្តាហ៍នេះទំនេរអញ្ចឹងទៅ今週の土曜日は暇ですប្រយោគទី7របស់យើង私は今暇です私は今暇です私は今暇ですមានន័យថាខ្ញុំឥឡូវទំនេរតាខ្ញុំឥឡូវទំនេរណា私は今暇です私は今暇ですមានន័យថាខ្ញុំឥឡូវទំនេរតាប្រយោគទី8របស់យើង週末は私の家に来てください週末は私の家に来てください週末は私の家に来てくださいមានន័យថាចុងសប្តាហ៍នេះសូមមកលេងផ្ទះខ្ញុំមកសប្តាហ៍នេះមកលេងផ្ទះខ្ញុំមកអីចឹងណា週末は私の家に来てくださいប្រយោគទី9របស់យើង彼は顔が広いです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 ហ្នឹងបើយើងនិយាយតាមពាក្យមួយមានន័យថាគាត់នឹងមុខធំមុខអីយ៉ាងប៉ុន្តែអានេះជាប្រយោគរបស់ជប៉ុនហ្មង顔が広いហ្នឹងមានន័យថាសំដៅលើមនុស្សដែលមានមុខមាត់គេស្គាល់ច្រើនអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមបញ្យល់តិចទៅដោយសារតែកុំឲ្យច្រឡំណាអញ្ចឹងពាក្យថាគាត់នឹងមាន
cái score chọn cái em được khai với người được miền một mọt nó cứ Japan có cái gì dạng đại khâu gạ hero nó cứ sầm đại lơ mình được đại miền một mọt toàn bản ấy mà bởi sao này cái trong gì thằng mình đã nâng một thôm á tầm rong một tối nữa cái gì khâu gạ để cày khâu gạ chỉ chai nó mình đây tha một đứng nâng tầm rong một dương tôi nâng một thôm ấy chứ nâng cái gì chẳng ta bà khâu gạ hero nó cái sầm đại lơ mình đã nâng cột miền bị chia para dập hiệp rồi cái chẳng á chắc là không chỉ Japan nó có cái bàn chẳng là hai nước mai dương tay gì tháng mình đã nâng cột miền một mọt á mình đã mươn một mọt cái score chả nên nâng cứ dương bộ bàiแบบnặng hay được không sao Japan cứ cái gì thác cậu gã hero ta bây dương trong vậy tham mình đã nâng một thốn một tầm rong một thôm tầm rong một tốt cái gì cậu gã chỉ sấy rồi có cậu gã để cày vậy chẳng từ chẳng biết thác quạt chìm nước miền chia para dập hiệp na quạt cứ chìm nước để cái score chả nên chẳng á chìm nước đã miền cái score quạt chả nên chẳng tới cái anh gì được không sao Japan bàn thá 카레와 카오가 히로이 데스. 카레와 카오가 히로이 데스. 카레와 카오가 히로이 데스. Cốt cái chìm nước đã miên chơi là phải phiếp, cốt cái chìm nước đã miên một mò để chân tay. Bây giờ tí đọc bỏ dưỡng. 카레와 와타시 no kyūyū desu. 카레와 와타시 no kyūyū desu. 카레와 watashi no kyūyū desu. Phụ quát cứ chi mật rúm thân ạ robot khiom. Phụ quát cứ chi mật rúm chùm non mật rúm thân ạ robot khiom. Kare wa watashi no kyūyū desu. Quát cứ chi mật rúm thân ạ mật rúm chùm non robot khiom.ประโยคที่ 11 របស់យើង Sore wa yamue nai desu. Sore wa yamue nai desu. Sore wa yamue nai desu ね それはやむをないですね やむを得ないです chẳng やむを得ないនឹងមានន័យថារឿងនេះมันអាចជួយបានទេរឿងនេះมันអាចទៅរួចទេរឿងហ្នឹងគឺវាលើសពីសមត្ថភាពហើយឧទាហរណ៍គេនិយាយថាមានបញ្ហាហ្នឹងហើយសូមជួយដោះស្រាយវិញថាអូ sorry はもうやむを得ないんだよもうやむを得ないんですរឿងហ្នឹងគឺមិនអាចទៅរួចទេយើងអស់ផលិតភាពហើយធ្វើវាមិនបានទេមកស្កាត់តែកណៃមិនថាមិនដឹងធ្វើមិនតែやむを得ないហ្នឹងមានន័យថាវាទៅលេងរួចហ្មងវាមានតែអញ្ចឹងហើយលក្ខណៈគឺបែបហ្នឹងរឿងហ្នឹងគឺមិនអាចជួយបានទេអស់ជំរឿហើយណា それはやむを得ないですそれはやむを得ないですねやむを得ないですនៅពេលដែលយើងអានយប់គឺបាត់អុកហើយណាそれはやむを得ないですមានថារឿងនេះមិនអាចជួយបានទេប្រយោគរបស់យើងបន្ទាប់ទៀតもう一度お願いしますもう一度お願いしますもう一度お願いします。もう一度お願いします。សូមម្ដងទៀតឲ្យយើងទៅណាもう一度お願いします。ពាក្យរបស់យើងបន្ទាប់ទៀត私は人前で話すのが嫌いです。私は人前で話すのが嫌いです មានថាខ្ញុំគឺជាមនុស្សដែលមិនចូលចិត្តនិយាយនៅមុខគេមុខអីទេនៅមុខមនុស្សច្រើនហ្នឹងគាត់ចូលចិត្តនិយាយទេអៀនច្រើនអញ្ចឹងណា私は人前で話すのが嫌いです私は人前で話すのが嫌いですប្រយោគទី 14 របស់យើង医者は何と言いましたか医者は何と言いましたか医者は何と言いましたかតើលោកគ្រូពេទ្យនិយាយថាម៉េចតើលោកគ្រូពេទ្យគាត់បាននិយាយថាម៉េចដែរអញ្ចឹងណាអញ្ចឹង医者は何と言いましたか医者は何と言いましたかតើលោកគ្រូពេទ្យគាត់បាននិយាយថាម៉េចដែរប្រយោគទី 15 របស់យើង今行きます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 មានន័យថាខ្ញុំចេញទៅឥឡូវហើយខ្ញុំទៅឥឡូវហ្នឹងហើយ今行きます今行きますមានន័យថាខ្ញុំចេញទៅហើយខ្ញុំចេញទៅឥឡូវហើយទី 16 របស់យើងតើអ្នកណាធ្វើឲ្យបង្អួចនេះខូចនៅពេលដែលយើងចង់និយាយជាភាសាជប៉ុនគឺយើងអាចនិយាយបានថា誰がこの窓を壊しましたかね誰がこの窓を壊しましたか誰がこの窓を壊しましたか誰が
この窓を壊しましたか壊しましたかตาเนี่ยนะបានធ្វើឲ្យបង្អួចនេះខូចណាប្រយោគទី17របស់យើង私は肉が大好きです私は肉が大好きです私は肉が大好きですមានន័យថាខ្ញុំចូលចិត្តញ៉ាំសាច់ចូលចិត្តពិសាសាច់ចូលចិត្តញ៉ាំសាច់អីហ្នឹងនៅក្នុងភាសាជប៉ុនគឺយើងនិយាយថា私は肉が大好きです私は肉が大好きですខ្ញុំចូលចិត្តញ៉ាំសាច់ប្រយោគទី18របស់យើង彼女は20歳になったばっかりです彼女は20歳になったばっかりですនាងទើបតែអាយុ21ឆ្នាំថ្មី20ចូល21ទៅអាយុ21ថ្មីនឹងឯងណា彼女は20歳になったばっかりです彼女は20歳になったばっかりです彼女は20歳になったばっかりですមាននាងទើបតែអាយុ21ឆ្នាំថ្មីその質問に答えるのは難しいですその質問に答えるのは難しいですこの質問に答えるのは難しいですមានថាសំណួរនេះពិបាកឆ្លើយណាឧទាហរណ៍គេសួរមកកាន់យើងចង់និយាយថាអូសំណួរនឹងពិបាកឆ្លើយមិនដឹងឆ្លើយមិនទេណាអញ្ចឹងその質問に答えるのは難しいですその質問に答えるのは難しいですសំណួរនេះពិបាកឆ្លើយណារឿងរបស់យើងប្រយោគទី20今日は雨が降りそうです今日は雨が降りそうです今日は雨が降りそうですមានន័យថាថ្ងៃនេះទំនងជាមេឃភ្លៀងអីចឹងឯងនៅក្នុងភាសាជប៉ុនគឺយើងនិយាយថា今日は雨が降りそうです今日は雨が降りそうですប្រយោគទី21របស់យើង考えがあります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 មានន័យថាខ្ញុំមានគំនិតឧទាហរណ៍គេសួរអ្នកណាមានគំនិតអីអត់ចឹងយើងចង់និយាយថាខ្ញុំមានគំនិតនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា考えがあります考えがありますប្រយោគទី22របស់យើងここはとっても暑いです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 មានន័យថានៅទីនេះគឺពិតជាក្តៅខ្លាំងណាស់នៅនឹងគឺក្តៅណាប្រយោគរបស់យើងទី23ここはとっても寒いですមានន័យថាវាផ្ទុយជាមួយនឹងここはとっても暑いមានន័យថានៅទីនេះគឺក្តៅខ្លាំងណាស់ដល់ពេលយើងចង់និយាយថានៅទីនេះគឺត្រជាក់ខ្លាំងណាស់គឺប្រយោគជប៉ុនមួយនេះណាここはとっても寒いですここはとっても寒いですここはとっても寒いですមានថានៅទីនេះគឺពិតជាត្រជាក់ខ្លាំងណាស់ណាここはとっても寒いですប្រយោគរបស់យើងបន្តទៀតまだ宿題が終わりません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 មានន័យថាខ្ញុំមិនទាន់ធ្វើកិច្ចការងារផ្ទះហើយទេអញ្ចឹងណាអត់ទាន់ធ្វើលំហាត់អីហើយទេកិច្ចការងារផ្ទះមិនទាន់បានធ្វើហើយទេហ្នឹងនៅក្នុងភាសាជប៉ុនគឺយើងអានថាまだ宿題が終わりませんប្រយោគរបស់យើងបន្តទៀតណា彼女に一目惚れしてしまいました彼女に一目惚れしてしまいましたមានន័យខ្ញុំcòn là khơi niên phim cứ sờ lạnh plate ខ្មែរយើងហៅថាធ្លាក់ក្នុងរំលងស្នេហ៍ណាជួបភ្លាមស្រឡាញ់ plate អីចឹងណាហ្នឹងគេហៅ stomebore អីចឹងនៅក្នុងភាសាជប៉ុនបើយើងចង់យើងជួបភ្លាមគឺយើងលងស្នេហ៍ហ្មងឃើញភ្លាមស្រឡាញ់ plate ហ្មងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា彼女に一目惚れしてしまいました
Kanojoni stomebore ste simaima sta stomebore ste simaima sta មានន័យថាឃើញភ្លាមលងស្នេហ៍ផ្លែតឃើញភ្លាមស្រឡាញ់ផ្លែតអញ្ចឹងណាអានេះយើងសំដៅលើស្ត្រីគឺយើងប្រើ kanojo បើយើងចង់និយាយថាម្នាក់នោះម្នាក់នេះអញ្ចឹង kono stone kono katani អញ្ចឹងទៅឬក៏ kare នេះ kare ហ្នឹងមនុស្សប្រុសអញ្ចឹងណាអញ្ចឹងយើងដូរតែនាមនៅខាងមុខទៅក៏បានដែរណាអានេះដោយសារយើងចង់សំដៅលើមនុស្សស្រីបើយើងសំដៅលើមនុស្សប្រុសគឺយើងដាក់ kare វិញមកណាអញ្ចឹង kanojo ni stomebore ste simaimashita មានន័យថាខ្ញុំគាត់នៅឃើញភ្លាមគឺស្រឡាញ់ផ្លែតហ្មងឃើញនាងភ្លាមស្រឡាញ់ផ្លែតហ្មងឬរបស់យើងបន្តទៀត Kare wa oyogi ga umai desu 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 គាត់គឺពូកែហែលទឹកណាស់ណាគាត់គឺរឿងហែលទឹកគឺជំនាញលើគាត់ហើយ Kare wa oyogi ga umai desu ប្រយោគរបស់យើងបន្តទៀត Kare ni denwa shita no desu ka Kare ni denwa shita no desu ka Kare ni denwa shita no desu ka ណា Kare ni denwa shita no desu ka មានន័យថាតើបានខលទៅគាត់មែនឯងបានខលទៅគាត់មែនអីចឹងណាអញ្ចឹង Kare ni denwa shita no desu ka ណា Kare ni denwa shita no desu ka តើឯងបានខលទៅគាត់មែនអីចឹងទៅប្រយោគរបស់យើងបន្តទៀត Kare wa Nihon e ikou to ketsin shimashita Kare wa Nihon e ikou to ketsin shimashita មានថាគាត់បានសម្រេចចិត្តថាទៅប្រទេសជប៉ុនហើយឧទាហរណ៍គាត់សម្រេចចិត្តទៅជប៉ុនហើយគាត់ទៅកូរ៉េឥឡូវគាត់សម្រេចចិត្តទៅជប៉ុនហើយអញ្ចឹងគឺ Kare wa Nihon e ikou to ketsin shimashita Ketsin មានសម្រេចចិត្តណា Ketsin ពាក្យខាងក្រោយនេះណា Ketsin shimashita ហ្នឹងបានសម្រេចចិត្តអញ្ចឹង Kare wa Nihon e ikou to ketsin shimashita មានន័យថាគាត់បានសម្រេចចិត្តថាទៅប្រទេសជប៉ុនហើយប្រយោគរបស់យើងបន្តទៀត Matte kudasai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  ដែលមានន័យថាសូមរងចាំឬក៏សូមរងចាំសូមរងចាំខ្ញុំបន្តិចអីចឹងណាសូមបន្តិចគេប្រើពាក្យចុតតុប៉ុន្តែបើយើងនិយាយថាសូមរងចាំអីចឹងមកគឺយើងនិយាយនៅក្នុងភាសាជប៉ុនថា Matte kudasai Matte kudasai ប្រយោគរបស់យើងបន្តទៀត Matte imasu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  មានន័យថាខ្ញុំកំពុងរងចាំឧទាហរណ៍គេនិយាយមាញ់ថា Matte kudasai សូមរងចាំបន្តិចអីចឹងទៅយើងឆ្លើយតបទៅវិញថា Matte imasu Matte imasu ឥឡូវខ្ញុំកំពុងចាំតា Matte imasu ខ្ញុំកំពុងរងចាំអ្នកឯងតាណាសំមួយរបស់យើង Chotto kite mo ii desu ka 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 ដែលមានន័យជាភាសាខ្មែរយើងថាតើខ្ញុំអាចសួរបន្តិចបានអត់ខ្ញុំសុំសួរបន្តិចបានអត់ណានៅក្នុងភាសាជប៉ុនគឺយើងនិយាយថា Chotto kite mo ii desu ka ណា Chotto kite mo ii desu ka ប្រយោគទី32របស់យើង Ima wa isogashii desu ka 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 តើឥឡូវអ្នកឯងរវល់មែនទេយើងចង់សួរថាឥឡូវអ្នកឯងរវល់មែនអីអញ្ចឹងគឺ Ima wa isogashii desu ka Ima wa isogashii desu ka ណាតើឥឡូវអ្នកឯងរវល់មែនឬទេប្រយោគរបស់យើងបន្តទៀត Watashi no shigoto wa owatte imasu Watashi no shigoto wa owatte imasu Watashi no shigoto wa owatte imasu ការងាររបស់ខ្ញុំគឺខ្ញុំធ្វើហើយអស់ហើយការងាររបស់ខ្ញុំគឺខ្ញុំធ្វើហើយណាការងាររបស់ខ្ញុំគឺចប់សពគ្រប់អស់ហើយគឺយើងនិយាយថា Watashi no shigoto wa owatte imasu Watashi no shigoto wa owatte imasu ការងាររបស់ខ្ញុំគឺខ្ញុំធ្វើហើយធ្វើចប់សពគ្រប់ហើយប្រយោគទី34របស់យើង Mata ato de anata ni
電話します。また後であなたに電話します。また後であなたに電話します ចាំពេលក្រោយខ្ញុំនឹងខលទៅអ្នកចាំក្រោយចាំខ្ញុំខលទៅអ្នកឯងណាចាំពេលក្រោយចាំខ្ញុំខលទៅអញ្ចឹងនៅក្នុងភាសាជប៉ុនគឺគេនិយាយបែបហ្នឹងណាまた後であなたに電話しますまた後であなたに電話しますប្រយោគរបស់យើងបន្ទាប់ទៀត私に電話するのを忘れないで私に電話するのを忘れないで私に電話するのを忘れないで、ね、私に電話するのを忘れないでមានន័យថាសូម complete call មកខ្ញុំណា complete call មកខ្ញុំណាលក្ខណៈបែបហ្នឹងនៅក្នុងភាសាជប៉ុនគឺគេនិយាយអញ្ចឹងណា私に電話するのを忘れないでណា忘れないでមកពាក្យថា忘れないでគឺដាក់សៃនឹងឯងតែនៅពេលដែលនិយាយកាត់គឺ忘れないでណា私に電話するのを忘れないでមានន័យថា complete call មកខ្ញុំណា complete call មកខ្ញុំរឿងរបស់យើងបន្តទៀតその話を聞かせてその話を聞かせてその話を聞かせてねその話を聞かせてその話を聞かせてមានន័យសូមនិយាយរឿងហ្នឹងប្រាប់ខ្ញុំមកនិយាយរឿងហ្នឹងប្រាប់ខ្ញុំមកその話を聞かせてប្រយោគរបស់យើងបន្តទៀត昨日夜遅くまで起きていました昨日夜遅くまで起きていました昨日夜遅くまで起きていましたដែលមានន័យថាម្សិលមិញគឺខ្ញុំនៅដល់យប់ជ្រៅខ្ញុំខកគេងគេលក់អញ្ចឹងខ្ញុំនៅដល់យប់ជ្រៅហ្នឹងគឺ遅くまで起きていましたね昨日夜遅くまで起きていました昨日夜遅くまで起きていましたដែលមានន័យថាម្សិលមិញហ្នឹងគឺខ្ញុំនៅដល់យប់ជ្រៅខ្ញុំខកគេងមែនតើនៅដល់យប់ជ្រៅនឹងឯងណាប្រយោគរបស់យើងបន្តទៀត日本語を話すことは難しいですか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 ねដែលមានន័យជាភាសាខ្មែរយ៉ាងតើការនិយាយភាសាជប៉ុនតើភាសាជប៉ុនពិបាកនិយាយដែរឬទេឬក៏ភាសាជប៉ុនពិបាកនិយាយអត់អីចឹងណាអូពិបាកចេញសំឡេងណាភាសាជប៉ុនអីក្នុងន័យបែបហ្នឹងណាគឺ日本語を話すことは難しいですかជាងសួរគេថាតើជប៉ុនពិបាកនិយាយអត់ហ្នឹងឬពិបាកនិយាយដែរឬទេអីចឹងណាប្រយោគរបស់យើងទី39ここは私の家ですここは私の家ですここは私の家です。ここは私の家です。ここは私の家です。ទីនេះគឺជាផ្ទះរបស់ខ្ញុំណាここは私の家です。ここは私の家ですនេះគឺជាផ្ទះរបស់ខ្ញុំណាទីនេះគឺជាផ្ទះរបស់ខ្ញុំអញ្ចឹងគឺここは私の家ですប្រយោគរបស់យើងបន្ទាប់ទៀតあなたの方が間違っています。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 あなたの方が間違っていますគឺដែលយើងនិយាយភាសាខ្មែរថាខាងអ្នកទេគឺជាអ្នកខុសអនាតៈនោះមានន័យថាអ្នកហោនោះគឺខាងអញ្ចឹងអនាតៈនោះហោが間違っていますគឺខាងអ្នកឯងទេគឺជាអ្នកខុសមិនមែនខ្ញុំទេ私じゃないអនាតៈនោះហោが間違っていますអ្នកឯងទេអ្នកខុសមិនមែនខ្ញុំទេអាហ្នឹងពេលដែលយើងនិយាយមួយទៅកែឬនិយាយមួយមិត្តរួមការងារអីណាដល់ពេលដែលគេថាយើងធ្វើខុសយើងថាទេ私じゃないですអនាតៈនោះហោが間違っていますមិនខ្ញុំទេគឺអ្នកឯងតែអ្នកខុសអញ្ចឹងណាអនាតៈនោះហោが間違っていますទេគឺខាងអ្នកឯងទេដែលជាអ្នកខុសណាប្រយោគរបស់យើងបន្តទៀត
昨日よく寝られましたか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 ตามสมัยគេងលក់ស្រួលអត់ណាតាមសมัยគេងលក់ស្រួលដែរឬទេតាមសมัยគេងលក់ស្រួលអត់ហ្នឹងគឺ昨日よく寝られましたか昨日よく寝られましたかតាមសมัยไหนគេងលក់ស្រួលដែរឬទេអញ្ចឹងណាប្រយោគទី42របស់យើង昨日全然眠れませんでした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 មានន័យម្សិលមិញគេមិនលក់អីបន្តិចសោះហ្មងម្សិលមិញគេអត់លក់សោះហ្មងគឺនៅប្រថឹងភ្នែកហ្មងគេអត់លក់អីបន្តិចហ្មงណា昨日全然眠れませんでしたねម្សិលមិញគឺគេអត់លក់អីបន្តិចសោះហ្មងប្រយោគរបស់យើងទី43私は本当に知りません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 មានន័យថាខ្ញុំពិតជាមិនដឹងមែនណា私は本当に知りませんមានន័យថាខ្ញុំគឺពិតជាមិនដឹងមែនខ្ញុំអត់ដឹងមែនណាប្រយោគរបស់យើងបន្តទៀត今どこにいますか今どこにいますか今どこにいますかね今どこにいますかតើឥឡូវណែឯងនៅណាកំពុងនៅណាឥឡូវនឹងនៅណាយើងចង់សួរគេយើងឧទាហរណ៍យើងទេទូរស័ព្ទទៅ今どこにいますかតើឥឡូវណែឯងនៅណាដែរអញ្ចឹងហ្នឹងគឺ今どこにいますかねប្រយោគរបស់យើងបន្តទៀត私はもうすぐ到着します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 មានន័យថាបន្តិចទៀតខ្ញុំទៅដល់ហើយឧទាហរណ៍យើងប្រាប់គេថាឥឡូវណែឯងនៅណាតិចទៀតខ្ញុំទៅដល់ហើយអញ្ចឹងនៅក្នុងភាសាជប៉ុនតិចទៀតទៅដល់ហ្នឹងគឺ私はもうすぐ到着します私はもうすぐ到着しますអូございますដែលមានន័យថាអរុនសួស្ដី Good morning នឹងឯងណាគឺおはようございますおはようございますប្រយោគទី47របស់យើងこんにちは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 ដែលយើងបកប្រែថាសួស្ដីណាこんにちはប្រយោគរបស់យើងបន្តទៀតこんばんは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 ដែលយើងបកប្រែថាសាយ័ន្តសួស្ដីណាこんばんはこんばんはដែលយើងបកប្រែថាសាយ័ន្តសួស្ដីប្រយោគរបស់យើងបន្តទៀតさようならさようならさようならសាយោណារ៉ាដែលយើងបកប្រែថាលាសិនហើយណាលាហើយអីចឹងឯងគឺសាយោណារ៉ាសាយោណារ៉ាប្រយោគរបស់យើងបន្តទៀតおやすみなさいおやすみなさいおやすみなさいដែលយើងបកប្រែថារាត្រីសួស្ដីណា Good night នឹងឯងគឺおやすみなさいおやすみなさいおやすみなさいដែលយើងបកប្រែថារាត្រីសួស្ដីប្រយោគរបស់យើងបន្តទៀតដែលភាសាខ្មែរយើងនិយាយថាបាទហ្នឹងនៅក្នុងភាសាជប៉ុនគឺគេនិយាយថាហើយហើយហ្នឹងមានន័យថាបាទប្រើបានទាំងប្រុសគឺប្រើបានទាំងស្រីផងដែរណាអត់មានចាស់ឬក៏បាទទេទាំងអាហ្នឹងគឺមានន័យថាចាស់ឬក៏បាទទាំងអស់ហ្នឹងឯងណាអញ្ចឹងគឺនៅក្នុងភាសាជប៉ុនគឺយើងនិយាយថាហើយហើយហើយដែលយើងបកប្រែថាបាទឬក៏ចា
ប្រយោគរបស់យើងបន្តទៀតពាក្យថាទេឬមិនទេនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថាいいえ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 ដែលយើងបកប្រែទេឬក៏មិនទេណាមិនចឹងទេមិនទេណាប្រយោគរបស់យើងបន្តទៀត私はカンボジア人です私はカンボジア人です私はカンボジア人ですដែលយើងបកប្រែជាភាសាខ្មែរថាខ្ញុំគឺជាជនជាតិកម្ពុជាខ្ញុំគឺជាជនជាតិខ្មែរខ្ញុំជនជាតិកម្ពុជានឹងឯងណា私はカンボジア人です私はカンボジア人ですខ្ញុំគឺជាជនជាតិកម្ពុជាណាប្រយោគរបស់យើងបន្តទៀតこれは何ですか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 ដែលមានន័យថាតើនេះជាអ្វីដែរតើនេះជាអីគេអញ្ចឹងណាこれは何ですかこれは何ですかដែលយើងបកប្រែថានេះជាអ្វីនេះអីគេនេះអីគេហ្នឹងこれは何ですかតើនេះអីគេហ្នឹងបន្តមកទៀត今何時ですか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 ដែលយើងបកប្រែថាតើឥឡូវម៉ោងប៉ុន្មានហើយណា今何時ですかតើឥឡូវម៉ោងប៉ុន្មានហើយប្រយោគទី56របស់យើងトイレはどこですか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 ដែលយើងបកប្រែថាតើបន្ទប់ទឹកនៅឯណាណាトイレはどこですかណាトイレはどこですかតើបន្ទប់ទឹកនៅណាដែរតើបន្ទប់ទឹកនៅកន្លែងណាប្រយោគរបស់យើងបន្តទៀត今どこにいますか今どこにいますか今どこにいますかតើឥឡូវហ្នឹងអ្នកឯងនៅឯណាតើឥឡូវហ្នឹងកំពុងនៅណាដែរ今どこにいますか今どこにいますかតើឥឡូវអ្នកឯងនៅណាគេនៅកំពុងនៅណាដែរអញ្ចឹងណាប្រយោគរបស់យើងបន្តទៀតお元気ですか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 ដែលយើងបកប្រែថាតើអ្នកសុខសប្បាយអត់តើអ្នកសុខសប្បាយទេដូចខ្មែរយើងនិយាយសុខសប្បាយអត់ហ្នឹងអញ្ចឹងណាお元気ですかណាお元気ですかお元気ですかតើអ្នកសុខសប្បាយជាអត់ប្រយោគរបស់យើងបន្តទៀតありがとうございます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 ដែលមានន័យថាអរគុណច្រើនអរគុណហើយណាតាមពិតបើយើងអាចនិយាយជាខ្លីក៏បានដែរយើងនិយាយត្រឹមពាក្យ arigato ណា arigato arigato នឹងមានន័យថាអរគុណណា arigato នឹងក៏អរគុណដែរដល់ពេលយើងនិយាយគូសំទៅគឺ arigato gozaimasu arigato gozaimasu ដែលមានន័យថាអរគុណច្រើនណាប្រយោគរបស់យើងបន្តទៀតいいえ大丈夫です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 ដែលមានន័យថាទេអត់អីទេអត់អីទេមិនបាច់អរគុណមិនបាច់អីដូចគេនិយាយありがとうございますអីចឹងទៅយើងថាいいえ大丈夫ですいいえ大丈夫ですមិនអីទេណាいいえ大丈夫ですដែលយើងបកប្រែថាមិនអីទេណា61របស់យើង今日はいい天気ですね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 ដែលយើងមានន័យថាថ្ងៃនេះអាកាសធាតុល្អមែនដល់ថ្ងៃហ្នឹងមេឃស្រឡះល្អអីចឹងណាអញ្ចឹងនៅក្នុងភាសាជប៉ុនគឺគេនិយាយថា
今日はいい天気ですね今日はいい天気ですねដែលមានន័យថាថ្ងៃនេះអាកាសធាតុល្អមែនណា今日ហ្នឹងគឺថ្ងៃហ្នឹង E ហ្នឹងគឺល្អ 天気នេះអក្សរខាន់ជានេះ 天気មានន័យថាអាកាសធាតុអញ្ចឹង今日はいい天気ですねមានន័យថាថ្ងៃនេះគឺអាកាសធាតុល្អមែនប្រយោគទី62របស់យើង今日はとっても暑いですね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 ដែលមានន័យថាថ្ងៃនេះគឺអាកាសធាតុពិតជាក្តៅណាស់អញ្ចឹង今日ហ្នឹងនៅតែ今日ហ្នឹងគឺថ្ងៃហ្នឹងដដែលとってもហ្នឹងគឺខ្លាំងឬក៏ណាស់អញ្ចឹងទៅអត់សុយនេះគឺក្តៅណា destination ហ្នឹងប្រយោគដែលយើងនិយាយនៅពេលដែលដៃគូយើងក៏ដឹងទេអញ្ចឹង今日はとっても暑いですねមានន័យថាថ្ងៃនេះគឺពិតជាអាកាសធាតុក្តៅណាស់ប្រយោគទី63របស់យើងផ្ទុយពីពាក្យថាថ្ងៃហ្នឹងក្តៅណាស់ទៅជាថ្ងៃហ្នឹងត្រជាក់ខ្លាំងណាស់វិញឧទាហរណ៍ខែ1ខែ2ខែ3អីចឹងទៅគឺអាកាសធាតុចាប់ផ្ដើមត្រជាក់ខ្លាំងហើយអញ្ចឹងយើងអាចនិយាយប្រយោគហ្នឹងបានហើយ今日はとっても寒いですね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 ដែលមានន័យថាថ្ងៃនេះអាកាសធាតុពិតជាត្រជាក់ណាស់ណាវាផ្ទុយជាមួយនឹង今日はとっても暑いですねមានន័យថ្ងៃនេះពិតជាក្តៅខ្លាំងណាស់ផ្ទុយជាមួយនឹងពាក្យហ្នឹងគឺ今日はとっても寒いですねថ្ងៃនេះគឺពិតជាអាកាសធាតុត្រជាក់ណាស់ណាប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលយើងចង់និយាយថាអ្នកឯងដូចជាគ្មានប្រែប្រួលអីសោះដូចនៅក្មេងដដែលអីចឹងទៅបើយើងសំដៅលើចរិតគឺចរិតគាត់អត់ប្រែចឹងទៅអញ្ចឹងគឺយើងអាចនិយាយនៅក្នុងភាសាជប៉ុនបានថា変わってないですね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 ដែលមានន័យថាអ្នកឯងដូចគ្មានប្រែប្រួលសោះបើនិយាយខ្លីដូចអត់មានប្រែអីសោះអញ្ចឹងបើពេលហ្នឹងយើងសំដៅលើចរិតគាត់គឺចរិតអត់ប្រែបើយើងសំដៅលើសម្រស់គឺសម្រស់អត់ប្រែអញ្ចឹងទៅណាបើសំដៅលើវ័យប៉ុណ្ណាក៏ដោយនៅតែសម្រស់នៅក្មេងអីចឹងទៅក្នុងន័យអញ្ចឹងណា変わってないですねមានន័យអ្នកឯងដូចគ្មានប្រែសោះធម្មតាហ្នឹងត្រឡប់អាសាផឹកច្រើនអញ្ចឹងពេលយើងជួបគាត់また飲むの変わってないねអត់ប្រែប្រួលអីសោះហ្មងក្នុងន័យបែបហ្នឹងណាប្រយោគទី65របស់យើង最近どうですか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 ដែលយើងមានន័យជាភាសាខ្មែរថាតើថ្មីនេះអ្នកសុខទុក្ខយ៉ាងម៉េចដែរថ្មីហ្នឹងមិនដែរបើយើងនិយាយភាសាខ្មែរយើងឲ្យងាយយល់មិនដែរមួយរយៈហ្នឹងណាភាសាយើងនិយាយចឹងជួបគ្នាចឹងបងសុខសប្បាយហើយមិនដែរមួយរយៈហ្នឹងបងការងារអីយើងក្តោបរួមហ្មងយើងស៊ូអញ្ចឹងហ្មងមិនដែរមួយរយៈហ្នឹងនឹងវាសរុបទាំងអស់ទាំងជីវភាពទាំងការរស់នៅទាំងលុយកាក់ទាំងចំនួនអីចឹងទៅចឹងនៅក្នុងភាសាជប៉ុនក៏យើងអាចនិយាយបែបខ្លីចឹងបានដែរឧទាហរណ៍ Saikin do desu ka 最近ហ្នឹងថ្មីហ្នឹងអញ្ចឹងថ្មីហ្នឹងមិនដែរអញ្ចឹងទាំងសុខភាពទាំងអីហ្នឹងមិនដែរណា Saikin do desu ka តើថ្មីនេះអ្នកសុខទុក្ខយ៉ាងម៉េចដែរអីចឹងប្រយោគទី66របស់យើង仕事は忙しいですか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 ដែលមានន័យថាតើការងាររបស់អ្នករវល់ដែរឬទេណា仕事នេះគឺការងារអ្នកខាងមុខនេះ忙しいនេះរវល់ですかតម្រងសំណួរទេអញ្ចឹង仕事は忙しいですかតើការងាររបស់អ្នករវល់ដែរឬទេណាយើងចង់សួរគេបែបហ្នឹងគឺយើងអាចប្រើប្រាស់ប្រយោគហ្នឹងបានប្រយោគទី67របស់យើងនៅពេលដែលយើងចង់ឆ្លើយតបទៅវិញយើងអាចនិយាយបានថាいいえ忙しくないですいいえ忙しくないですいいえ忙しくないです忙しくないមានន័យថាមិនរវល់忙しいនឹងរវល់ដល់ពេលតម្រងបដិសេធមិនរវល់វិញគឺ忙しくないណា忙しくないមានន័យថាមិនរវល់
Ie isogasiku nai deste មិនរវល់ទេណា Ie isogasiku nai deste មិនរវល់នោះទេប្រយោគរបស់យើងបន្តទៀតប្រយោគទី68 Dewa mata kondo 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 មានន័យថាអញ្ចឹងចាំជួបគ្នាលើក្រោយទៀតឧទាហរណ៍ថាពេលយើងនិយាយគ្នាចប់អីយ៉ាងហើយយើងចង់លាគ្នាអញ្ចឹងនិយាយថា Dewa mata kondo ណា Dewa mata kondo ណាអញ្ចឹងចាំជួបគ្នាលើក្រោយទៀតណា Bye bye អីចឹងទៅ Sayonara អីចឹងប៉ុន្តែភាគច្រើន Sayonara ក៏មិនសូវជាប្រើប្រហែលទេនៅក្នុងជីវភាពប្រចាំថ្ងៃភាគច្រើនមកនិយាយដូចយើងនិយាយអង់គ្លេសដែរហ្នឹង Bye bye អីចឹងខ្មែរយើងមិនយើងមានពាក្យលាសិនហើយប៉ុន្តែភាគច្រើននៅក្នុងការនិយាយជាក់ស្ដែងយើងមិនដែលនិយាយគ្នាថាអូបងខ្ញុំលាសិនហើយអីចឹងអាហ្នឹងតើយើងគូសំតែបើទូទៅហ្មងយើងនិយាយតែ Bye bye អីចឹងជប៉ុនក៏ភាគច្រើន Bye bye ដែរហើយ Dewa mata kondo ហ្នឹងអាហ្នឹងមុននឹងយើងលាហ្នឹងហើយអញ្ចឹងយើងចាំជួបគ្នាលើក្រោយទៀតណាអញ្ចឹងខ្ញុំទៅណាចាំជួបគ្នាលើក្រោយទៀត Dewa mata kondo ណា Dewa mata kondo ណា Bye bye អីចឹងក្នុងន័យបែបហ្នឹងណា Dewa mata kondo Dewa mata kondo ដែលមានន័យថាអញ្ចឹងចាំជួបគ្នាលើក្រោយទៀតណាប្រយោគទី69របស់យើង Mata asta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  ដែលមានន័យថាចាំជួបគ្នាថ្ងៃស្អែកណា Mata ហ្នឹងគឺម្ដងទៀតដែលយើងនិយាយមិញហ្នឹង asta ថ្ងៃស្អែកដល់ពេលអញ្ចឹង Mata asta មានចាំជួបគ្នាស្អែកទៀតហ្នឹងហើយក្នុងន័យអញ្ចឹងប្រយោគហ្នឹងគឺកាត់បែបហ្នឹង Mata asta Mata asta ភាសាកាត់អញ្ចឹងមានន័យថាចាំជួបគ្នាថ្ងៃស្អែកទៀតអញ្ចឹងឧទាហរណ៍ Dewa mata kondo អាហ្នឹងមានចាំជួបគ្នាលើក្រោយទៀតដឹងថ្ងៃណាប៉ុន្តែអានេះលក្ខណៈយើងធ្វើការមួយគ្នាអញ្ចឹងហើយយើងចេញមុនអញ្ចឹង Oskarisama Dewa mata asta ណែ Mata asta ណែចាំជួបគ្នាស្អែកទៀតអីអញ្ចឹងណាប្រយោគទី70របស់យើងដែលខ្ញុំនិយាយពាក្យថាលាហើយមិញហ្នឹងនៅក្នុងភាសាជប៉ុនពាក្យថាលាហើយគេនិយាយថា sayonara sayonara ណា sayonara sayonara ដែលមានន័យថាលាសិនហើយនេះអក្សរស័កអក្សរយោអក្សរអ៊ឹអក្សរណាក់និងអក្សររៈអញ្ចឹងយើងអានថា sayonara ណា sayonara sayonara មានន័យថាលាសិនហើយប្រយោគរបស់យើងទី71お元気ですか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 ដែលមានន័យថាតើអ្នកសុខសប្បាយជាទេណាお元気ですかតើអ្នកសុខសប្បាយជាទេប្រយោគរបស់យើងបន្តទៀតនៅពេលដែលយើងចង់និយាយទៅកាន់ដៃគូថាខានជួបគ្នាយូរនេះដែលបានជួបគ្នាសោះដោយថាយើងជួបគ្នាអញ្ចឹងសួស្ដីបងខានជួបគ្នាយូរនេះបងឯងសុខសប្បាយអត់អីចឹងពាក្យថាខានជួបគ្នាយូរនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថាお久しぶりですお久しぶりですណាお久しぶりហ្នឹងសំដៅលើខានជួបគ្នាយូរណាអញ្ចឹងយើងនិយាយគូសំទៅお久しぶりណាយើងអានមួយណាお久しぶりですចឹងទៅដល់ពេលយើងនិយាយញប់お久しぶりですお久しぶりですណាខានជួបគ្នាយូរនេះបងមិនដែរខានអាចជួបគ្នាសោះមួយរយៈហ្នឹងណាお久しぶりですណែអ្នកខ្លះគេនិយាយថែមណែខាងក្រោយទៅចឹងお久しぶりだよねお久しぶりですねអញ្ចឹងទៅお久しぶりですមានន័យថាខានជួបគ្នាយូរឬក៏យើងមិនដែលបានជួបគ្នាសោះមួយរយៈហ្នឹងអីហ្នឹងប្រយោគទី73របស់យើងនៅពេលដែលយើងចង់សួរឈ្មោះគេឬត្រូវបានគេសួរថាយើងឈ្មោះអីគេយើងអាចនិយាយជាភាសាជប៉ុនបានថាお名前は何ですか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 ដែលមានន័យថាតើអ្នកមានឈ្មោះអ្វីដែរឬក៏អ្នកឈ្មោះអីគេដែរណាយើងអាចបកចឹងបានណាអូណាម៉េនឹងឈ្មោះណាន់នឹងអ្វីចឹងអូណាម៉េវ៉ាណាន់ដេស្កាតើអ្នកឈ្មោះអីគេដែរឈ្មោះអ្វីឈ្មោះម៉េចចឹងណាប្រយោគទី74របស់យើងនៅពេលដែលយើងចង់ឆ្លើយតបទៅកាន់គេវិញឧទាហរណ៍យើងឈ្មោះអីមួយចឹងទៅយើងនិយាយ Watashi wa Rotana desu Watashi wa Konta desu អញ្ចឹងទៅឬក៏ Watashi wa A desu Watashi wa Bopha desu អញ្ចឹងទៅយើងដាក់ឈ្មោះយើងចូលមកអញ្ចឹងឧទាហរណ៍ខ្ញុំសេតហិអញ្ចឹង Watashi wa Setahi
des ខ្ញុំគឺសេតហិអញ្ចឹងណាអញ្ចឹង watashi wa rotana des ណា watashi wa rotana des មានន័យថាខ្ញុំគឺឈ្មោះរតនាណា watashi wa rotana des មានន័យថាខ្ញុំឈ្មោះរតនាអញ្ចឹងទៅប្រយោគទី15ប្រយោគទី75របស់យើងនៅពេលដែលត្រូវបានគេសួរថាតើប្រទេសបងឯងមួយណាឬក៏ឯងមកពីប្រទេសណាអញ្ចឹងណានឹងយើងអាចនិយាយបាននៅក្នុងភាសាជប៉ុនបានថា Kuni wa doko desu ka 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 ដែលមានន័យថាតើអ្នកមកពីប្រទេសណាឬក៏ប្រទេសអ្នកឯងនៅណាអញ្ចឹង Kuni ហ្នឹងគឺប្រទេស Doko ហ្នឹងកន្លែងណាអញ្ចឹងដល់ពេល Kuni wa doko desu ka មានន័យថាតើប្រទេសអ្នកឯងនៅណាអ្នកឯងមកពីប្រទេសណាគេចង់សំដៅលើប្រយោគបែបហ្នឹងណាទី76របស់យើងនៅក្នុងថ្ងៃនេះនៅពេលដែលយើងចង់និយាយថាខ្ញុំមកពីប្រទេសកម្ពុជាឬក៏យើងចង់ប្រាប់គេថាខ្ញុំមកពីប្រទេសខ្មែរអញ្ចឹងណាពេលដែលយើងណែនាំខ្លួនអីចឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា Watashi wa Cambodia kara kimashita Watashi wa Cambodia kara kimashita ណា Watashi wa Cambodia kara kimashita Watashi wa Cambodia kara kimashita ណា Watashi wa Cambodia kara kimashita មានន័យថាខ្ញុំមកពីប្រទេសកម្ពុជាអញ្ចឹងបើអ្នកនរគ្នាចង់ដូរប្រទេសអ្នកនរគ្នាដូរទៅកន្លែងនេះទៅគឺបានឧទាហរណ៍ថា Watashi wa Thai kara kimashita ខ្ញុំមកពីប្រទេសថៃហ្នឹងទៅ Watashi wa Sri Lanka kara kimashita ខ្ញុំមកពីប្រទេសស្រីលង្កាហ្នឹងទៅបើសិនបើយើងដូរពីប្រទេសទៅខេត្តវិញក៏បានដែរឧទាហរណ៍ Watashi wa កំពង់ចាមកែង kara kimashita ឬក៏ Watashi wa តាកែវកែង kara kimashita ខ្ញុំមកពីខេត្តតាកែវអីចឹងទៅឬអ្នកនរគ្នាមកពីកំពតចឹងដូរពីកម្ពុជាទៅជាកំពតទៅកែង kara kimashita ខ្ញុំមកពីខេត្តកំពតអីចឹងទៅអញ្ចឹងពាក្យថា Watashi គឺខ្ញុំវៈជាបរិវារស័ព្ទកម្ពុជាជានាមប្រទេស Kara kimashita មានន័យថាមកពីអញ្ចឹងកំពតកែង Kara kimashita មកពីខេត្តកំពតកម្ពុជា Kara kimashita មកពីប្រទេសកម្ពុជាជាដើមអញ្ចឹងណាចឹងអ្នកនរគ្នាអាចមើលអក្សរ kanji ហើយក៏ដូចជាមើលរបៀបអាននិងមានការបកប្រែជាកាមេរ៉ាភាសានៅខាងក្រោមផងដែរតែប្រយោគរបស់យើងទី77នៅពេលដែលយើងចង់និយាយឬក៏យើងចង់សួរគេថាតើថ្លៃប៉ុន្មានណារបស់នឹងថ្លៃប្រមាណតើវាថ្លៃប្រមាណដែរអញ្ចឹងណានៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា Ikura desu ka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  ដែលមានន័យថាតើថ្លៃប៉ុន្មានណាអក្សរ i អក្សរ គឺអក្សរៈយើងអានថា Ikura ប៉ុន្មានណា desu ka ជាទម្រង់សំណួរអញ្ចឹង Ikura desu ka តើតម្លៃប៉ុន្មានដែរបើមិនបើយើងចង់និយាយថាតើរបស់នេះតម្លៃប៉ុន្មានយើងអាចនិយាយជាភាសាជប៉ុនបានថា Kore wa ikura desu ka អញ្ចឹងទៅ Kore wa ikura desu ka អញ្ចឹងពាក្យថា Ikura desu ka មានន័យថាតើតម្លៃប៉ុន្មានប្រយោគរបស់យើងបន្តទៀតនៅពេលដែលយើងចង់និយាយទៅកាន់គេថាតើអ្នកទៅណាឬក៏យើងចង់សួរគេថាតើអ្នកឯងទៅណាឬក៏ត្រូវបានគេសួរមកកាន់យើងវិញថាតើអ្នកឯងទៅណានៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា Doko e ikimasu ka 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 ដែលមានន័យថាតើអ្នកទៅណាណា Doko ហ្នឹងគឺទីណាជាបរិវារស័ព្ទនៅពេលដែលយើងប្រើនៅពេលដែលយើងចង់ប្រើថាសំដៅទៅទីណាគេប្រើអក្សរ e ណាគឺប្រើបរិវារស័ព្ទ e អញ្ចឹង Doko e ikimasu ka តើអ្នកទៅណាយើងអាចទិញប្រយោគហ្នឹងក៏បានដែរ Doko e ikimasu ka តើអ្នកទៅណាដែរអញ្ចឹងទៅប្រយោគរបស់យើងបន្តទៀតនៅពេលដែលយើងចង់និយាយថាខ្ញុំទៅជប៉ុនហើយឥឡូវខ្ញុំទៅជប៉ុនហើយខ្ញុំជាប់បុកទៅជប៉ុនហើយខ្ញុំជាប់ទៅធ្វើការនៅប្រទេសជប៉ុនហើយអញ្ចឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា Nihon e ikimasu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  ដែលមានន័យថាខ្ញុំទៅប្រទេសជប៉ុនណាអញ្ចឹងឧទាហរណ៍បើយើងដូរថាយើងចង់ទៅប្រទេសខ្មែរវិញយើងសេមិនទៅគឺ Cambodia ikimasu ខ្ញុំទៅខ្មែរវិញហើយខ្ញុំទៅកម្ពុជាវិញហើយ Thai ikimasu ទៅប្រទេសថៃ Vietnam ikimasu ទៅប្រទេសវៀតណាមអញ្ចឹងទៅអញ្ចឹង Nihon ikimasu មានន័យថាខ្ញុំទៅប្រទេសជប៉ុន
ពាក្យរបស់យើងបន្តទៀតនៅពេលដែលយើងមានបញ្ហាហើយយើងចង់សួរទៅកាន់មេយើងឬទៅកែរបស់យើងថាតើយើងគូធ្វើមិនទៅល្អទៅយើងកំពុងតែពិបាកតែយើងគូធ្វើមិនទៅនិយាយខ្លីតើយើងធ្វើមិនទៅអញ្ចឹងណានៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា do stara ii desu ka 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 ដែលមានន័យថាតើធ្វើមិនទៅល្អទៅណាឧទាហរណ៍យើងកំពុងពិបាកយើងសួរតើខ្ញុំគូធ្វើមិនទៅណោះធ្វើមិនទៅលក្ខណៈអញ្ចឹងណាអញ្ចឹង do stara ii desu ka បើយើងអានញប់ do stara ii desu ka បើយើងនិយាយបែបជប៉ុនមក do stara ii desu ka do stara ii desu ka តើខ្ញុំគូធ្វើមិនទៅល្អលក្ខណៈអញ្ចឹងណាប្រយោគទី81របស់យើងនៅពេលដែលយើងចង់និយាយពាក្យថារាត្រីសួស្តីនៅក្នុងភាសាអង់គ្លេសដែលយើងនិយាយថា good night ហ្នឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា oyasumi nasai oyasumi nasai ណា oyasumi nasai ចឹង oyasumi nasai ដែលមានន័យថារាត្រីសួស្តីអ្នកនរគ្នាប្រហែលជានៅជប៉ុនយូរអាចធ្លាប់ឮត្រឹមតែពាក្យ oyasumi ជាពាក្យកាត់ណា oyasumi ជាពាក្យកាត់ដែលភាគច្រើនគឺគេនិយាយជាមួយអ្នកមានឋានៈស្មើគ្នាឬយើងស្និទ្ធស្នាលអញ្ចឹងណាតែនៅពេលដែលយើងនិយាយ oyasumi nasai មានន័យថាវាគូសំជាង oyasumi ណាអញ្ចឹង oyasumi nasai រាត្រីសួស្តីដូចគ្នាហើយបើសិនបើយើងស្និទ្ធស្នាលខ្លាំងយើងនិយាយថា oyasumi ក៏បានដែរណាតោះនេះអញ្ចឹង oyasumi nasai ហ្នឹងក៏មានន័យថារាត្រីសួស្តីហើយពាក្យត្រឹមតែ oyasumi ហ្នឹងក៏មានន័យថារាត្រីសួស្តីដែរនិយាយជាមួយណាក៏បានដែរសំខាន់ដៃគូដែលយើងនិយាយជាមួយហ្នឹងតើគាត់ស្និទ្ធស្នាលជាមួយយើងឬក៏យើងត្រូវគោរពគាត់អាហ្នឹងយើងប្រើគូសំទៅតាមហ្នឹងទៅប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលយើងចង់និយាយថាជំរាបសួរនៅក្នុងភាសាជប៉ុនឧទាហរណ៍យើងណែនាំខ្លួនអញ្ចឹងជំរាបសួរខ្ញុំឈ្មោះ A អញ្ចឹងទៅខ្ញុំមកពីប្រទេសកម្ពុជាខ្ញុំមានអាយុប្រហែលឆ្នាំខ្ញុំចូលចិត្តប្រទេសជប៉ុនខ្ញុំមកដើម្បីធ្វើការអីអញ្ចឹងជាដើមនៅក្នុងការណែនាំខ្លួនហ្នឹងគឺនៅពេលដែលយើងចង់និយាយពាក្យជំរាបសួរនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយពាក្យថា hajimemashite 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 មានន័យថាជំរាបសួរភាគច្រើនអ្នកនរគ្នាដែលរៀនជប៉ុនដំបូងប្រហែលជាធ្លាប់ជួបហើយនៅពេលដែលយើងណែនាំខ្លួនតម្រង់ជាកោ shokai ជាដើមហ្នឹងគឺយើងប្រើប្រាស់ពាក្យ hajimemashite នៅដើម clear តែម្ដងអញ្ចឹងពាក្យថា hajimemashite មានន័យថាជំរាបសួរប្រយោគទី83របស់យើងនៅពេលដែលយើងចង់ប្រាប់គេថាខ្ញុំឈ្មោះអីមួយឬខ្ញុំនិយាយខាងដើមមិញឧទាហរណ៍ hajimemashite ខ្ញុំឈ្មោះអីគេខ្ញុំមកពីណាខ្ញុំមានអាយុប្រហែលអីអញ្ចឹងជាដើមណាអញ្ចឹងពេលដែលយើងចង់និយាយប្រាប់គេថាខ្ញុំឈ្មោះឧទាហរណ៍ខ្ញុំឈ្មោះរដ្ឋាអញ្ចឹងគាត់ឈ្មោះរដ្ឋាឧទាហរណ៍អ្នកនរដាក់ឈ្មោះអ្នកនរចូលឡើងហ្នឹងមកឈ្មោះ A B ឬក៏ C អីចឹងទៅអញ្ចឹងឧទាហរណ៍ខ្ញុំឈ្មោះអីមួយចូលចឹងទៅអញ្ចឹងឥឡូវនៅពេលឧទាហរណ៍ថាបើសិនបើយើងចង់ប្រាប់ទេថាខ្ញុំឈ្មោះរដ្ឋាអញ្ចឹងយើងត្រូវនិយាយជប៉ុនបែបណាគឺ watashi no namae wa Rotta desu watashi no namae wa Rotta desu ណា watashi no namae wa Rotta desu watashi នេះមានន័យថាខ្ញុំno របស់ namae អក្សរខណ្ឌជីមួយនេះណា namae មានន័យថាឈ្មោះវៈជាបរិបទសព្ទទេ Rotta ឈ្មោះ Rotta ហ្នឹង dash ក៏ជាបរិបទសព្ទដែរអញ្ចឹង watashi no namae wa Rotta desu មានន័យថាខ្ញុំឈ្មោះ Rotta ចុះបើសិនបើយើងចង់ប្រាប់គេថាខ្ញុំឈ្មោះ A វិញទៅwatashi no namae wa A desu ឬក៏ watashi no namae wa B desu អីជាដើមអញ្ចឹងទៅណាប្រយោគរបស់យើងបន្ទាប់ទៀតដូចប្រយោគដែលយើងរៀនខាងដើមមកអញ្ចឹងគឺតកតងទៅនឹងឧទាហរណ៍យើងមកពីប្រទេសខ្មែរឬក៏អីនៅពេលដែលយើងណែនាំខ្លួនប្រយោគនេះយើងរៀនខាងដើមមកហើយអញ្ចឹងនៅពេលដែលយើងណែនាំខ្លួនគឺយើងត្រូវនិយាយពាក្យ hajimemashite ហើយបើយើងប្រាប់ថា watashi no namae wa ឈ្មោះអីយ៉ាងមកហើយបើយើងប្រាប់គេថាយើងមកពីណាឧទាហរណ៍ Cambodia kara kimashita អញ្ចឹងទៅប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលយើងចង់និយាយប្រាប់គេថាខ្ញុំសប្បាយចិត្តណាស់ដែលបានជួបអ្នកឯងឧទាហរណ៍ភាសាអង់គ្លេសគេហៅ nice to meet you អីចឹងទៅនៅពេលដែលយើងជួបជប៉ុនយើងណែនាំខ្លួនហើយយើងតែងតែនិយាយថាអូខ្ញុំសប្បាយចិត្តណាស់ដែលបានជួបគ្នានៅក្នុងថ្ងៃហ្នឹងខ្ញុំរីករាយខ្លាំងណាស់ដែលបានមានឱកាសជួបនៅក្នុងថ្ងៃហ្នឹងជាដើមអញ្ចឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា oai dekite ureshii desu oai dekite ureshii desu ណា oai dekite ureshii desu មានន័យថា oai dekite ureshii desu មានន័យថាខ្ញុំរំភើបចិត្តណាស់ដែលបានជួបអ្នកឬក៏ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបអ្នកនៅក្នុងភាសាណាក៏ដោយភាសាផ្លូវការបញ្ចូលការលើកដាក់ការនិយាយទៅសារដៃគូតែងតែមានគ្រប់ភាសាទាំងអស់ពីព្រោះភាសាគឺប្រើដើម្បីប្រស័យតាក់ទងគ្រាន់តែវប្បធម៌ខុសគ្នាខ្លះទេក៏ប៉ុន្តែការនិយាយ
ការបង្ហាញអំពីសន្តានចិត្តឬក៏បង្ហាញអំពីទឹកចិត្តមានការខុសគ្នាទេអញ្ចឹងសម្រាប់អ្នកនរគ្នាដែលរៀនជប៉ុនយើងគិតបែប concept បែបខ្មែរយើងគិតបែបខ្មែរមកថានៅពេលដែលយើងជួបគេដំបូងយើងត្រូវនិយាយបែបណាហើយយើងត្រូវនិយាយឃ្លាអីខ្លះគ្រាន់តែយើងដឹងប៉ុណ្ណឹងក៏យើងអាចងាយនឹងស្វែងរកប្រយោគដែលស្តៀងគ្នាហើយវាធ្វើឲ្យយើងកាន់តែនិយាយភាសាជប៉ុនកាន់តែល្អហើយគេស្ដាប់មកថាអូអ្នកនឹងយល់ដឹងអំពីភាសានឹងច្រើនអាចនិយាយភាសាជប៉ុនមកស្ដាប់បានអីអញ្ចឹងដូចគ្នាដែរនៅក្នុងភាសាជប៉ុននៅពេលដែលគេជួបគ្នាដំបូងក៏គេតែងតែនិយាយសើថាអូឬក៏គេបង្ហាញពីអារម្មណ៍គេថាគេរំភើបដែលបានជួបអ្នកឯងអញ្ចឹងខ្ញុំសប្បាយចិត្តអញ្ចឹងដៃគូគ្រាន់តែលឺប៉ុណ្ណឹងក៏មានអារម្មណ៍ថាអូគេឲ្យតម្លៃគាត់អីអញ្ចឹងដូចគ្នាដែរអញ្ចឹងប្រយោគទាំងអស់នេះនៅពេលដែលយើងជួបគេដំបូងក៏យើងអាចប្រើបានដែរឧទាហរណ៍ OI できて嬉しいです OI できて嬉しいですមានន័យថាខ្ញុំរំភើបចិត្តណាស់ដែលបានជួបអ្នកជាដើមប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលត្រូវបានគេសួរយើងឬក៏អីហ្នឹងមកសួរយើងថាតើអ្នកឯងទៅមកជប៉ុនជាលើកដំបូងមែនតិចនៅពេលដែលជួបជប៉ុនដំបូងហើយគេសួរប្រយោគហ្នឹងមកអត់ដឹងថាចង់មានន័យថាម៉េចណាសម្រាប់បងដែលត្រៀមនឹងឡើងមកជប៉ុននេះគួរតែកត់សម្គាល់ចំណាំទៅហើយឲ្យយើងដឹងថាអូថ្ងៃក្រោយគឺយើងអាចនឹងជួបពាក្យទាំងអស់ហ្នឹងហើយអញ្ចឹងនៅពេលដែលត្រូវបានគេសួរថាតើអ្នកមកជប៉ុនជាលើកដំបូងមែនឬទេហ្នឹងយើងអាចនិយាយបានទាំងអស់គ្នាឧទាហរណ៍ក្នុងភាសាជប៉ុនថា日本へは初めてですか日本へは初めてですかហើយដែលមកខ្ញុំអានអេហើយវ៉ារៀងដកឃ្លាបន្តិចចង់ឲ្យដឹងថានេះវាជាបរិយាស័ព្ទទេបើយើងនិយាយញាប់ទៅ日本へは初めてですかអញ្ចឹងគេចង់សួរថា日本へ来たのは初めてですかប្រយោគពេញតែនៅពេលដែលភាសានិយាយគឺយើងអាចនិយាយកាត់បានគេអាចស្ដាប់យល់ន័យបានយើងមិនអាចតនិយាយថាតើលោកអ្នកទៅតែអញ្ជើញមកជប៉ុនជាលើកដំបូងមែនឬទេមិនយើងគ្រាន់តែមកជប៉ុនដំបូងមែនមកជប៉ុនដំបូងមែនអីហ្នឹងក៏យើងស្ដាប់បានដែរអញ្ចឹងនៅពេលដែលយើងចង់និយាយថាតើអ្នកទៅតែមកជប៉ុនជាលើកដំបូងមែនឬទេនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា日本へは初めてですか日本へは初めてですか日本へは初めてですかតើអ្នកទៅមកជប៉ុនជាលើកដំបូងមែនឬទេតើប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលគេសួរយើងឬក៏ត្រូវបានយើងសួរទៅយើងចង់សួរទៅគេឬត្រូវបានគេសួរមកយើងថាតើខ្ញុំអាចសុំសួរឈ្មោះរបស់អ្នកបានដែរឬទេមកបើសិនជាយើងនិយាយទូទៅយើងសួរយកមកឧទាហរណ៍ថាអាណាតូណូណាមេវ៉ាណានដេសកាតើអ្នកឯងឈ្មោះអីគេឬក៏យើងសួរ what's your name ជាអង់គ្លេសអីចឹងទៅតើអ្នកឯងឈ្មោះអីគេអញ្ចឹងតើនៅពេលដែលក្នុងផ្លូវការឬក៏របៀបដែលយើងអាចក្រែងចិត្តដៃគូគឺគេតែងតែសួរថាតើខ្ញុំអាចសុំសួរឈ្មោះអ្នកឯងបានទេតើអ្នកឯងឈ្មោះអីគេដែរអញ្ចឹងទៅអាហ្នឹងវាជាការគូសមពីការបង្ហាញពីការគោរពទៅកាន់ដៃគូអញ្ចឹងប្រយោគទាំងអស់នេះសម្រាប់អ្នកដែលត្រៀមមកដំបូងឬជួបតកែឬជួបអ្នកដែលដំបូងអីយើងគួរតែរៀនប្រើប្រយោគគូសមតិចទៅដើម្បីឲ្យដៃគូគេគិតថាយើងបានឲ្យតម្លៃនៅក្នុងការនិយាយជាមួយគេអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងចង់និយាយថាតើខ្ញុំអាចសុំសួរឈ្មោះរបស់អ្នកបានដែរឬទេនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថាお名前を伺ってもよろしいですかរៀងវែងតិចអ្នកនរគ្នាប្រយោគហ្នឹងお名前を伺ってもよろしいですかねお名前を伺ってもよろしいですかតើខ្ញុំអាចសុំសួរឈ្មោះរបស់អ្នកបានដែរឬទេអូណាម៉ែនេះគឺឈ្មោះណាអូណាម៉ាអេអូណាម៉ាអេហ្នឹងមានន័យថាឈ្មោះហើយអូនេះទៀតគឺជាបរិបទស័ព្ទទេអ៊ឺកាកាតេហ្នឹងមានន័យថាអ៊ឺកាកាយម៉ាស៊ូឬក៏នាំអីចឹងអញ្ចឹងប្រយោគវិជ្ជករទេអ៊ឺកាកាតេម៉ូហ្នឹងណាអ៊ឺកាកាតេម៉ូよろしいですかវាស្មើនឹងពាក្យអ៊ឺកាកាតេម៉ូអ៊ីដេសកានឹងឯងតម្រងតេម៉ូអ៊ីដេសកាក៏ប៉ុន្តែនៅតម្រងគូសំគឺមិនប្រើពាក្យ e ទេគេប្រើពាក្យ Yoroshi desu ka នៅក្នុងភាសាជប៉ុនអស់គ្នាប្រហែលជាអាសាជួបឲ្យ Yoroshi desu ka ហ្នឹងវាស្មើនឹងពាក្យ e desu ka ល្អអត់ធ្វើបានអត់អីអញ្ចឹងអាហ្នឹងគូសំគឺគេប្រើ Yoroshi desu ka អញ្ចឹងទៅអញ្ចឹងប្រយោគហ្នឹងខ្ញុំនឹងអានឲ្យពេញតែម្ដងお名前を伺ってもよろしいですかお名前を伺ってもよろしいですかតើខ្ញុំអាចសុំសួរឈ្មោះរបស់អ្នកបានដែរឬទេប្រយោគរបស់យើងបន្ទាប់ទៀតប្រយោគទី88នៅពេលដែលយើងទៅលេងផ្ទះគេតែងតែនិយាយពាក្យនឹងមកកាន់យើងឬក៏មិត្តភ័ក្តិជប៉ុនយើងមកលេងផ្ទះយើងអីយើងក៏អាចនិយាយទៅកាន់គេបានដែរថាសូមអញ្ជើញចូលខាងក្នុងមកសូមអញ្ជើញចូលខាងក្នុង office ឬអញ្ជើញចូលក្នុងផ្ទះអីចឹងមកសូមអញ្ជើញចូលខាងក្នុងនៅក្នុងភាសាជប៉ុនគឺគេនិយាយថា dozo ohairi kudasai dozo ohairi kudasai dozo នោះមានសូមអញ្ជើញ ohairi ហ្នឹងចូលក្នុងណា kudasai ហ្នឹងក៏សូមអញ្ជើញដែរអញ្ចឹងអា dozoគឺដាសៃហ្នឹងវាពីរហ្នឹងវាកាន់តែទូលគ្នាសូមអញ្ជើញមកអាសូមដូសូហ្នឹងសូមគឺដាសៃអញ្ជើញហ្នឹងអញ្ចឹងពាក្យប្រយោគរបស់គេហ្នឹងគឺដូសូអូហៃរីគឺដាសៃហ្នឹងប្រយោគគូសមមែនតើមកថាសូមអញ្ជើញចូលក្នុងមកធម្មតាយើងនិយាយភាសាទូទៅយើងនិយាយហៃទេគឺដាសៃអញ្ចឹងណាហៃទេគឺដាសៃតែប៉ុណ្ណឹងក៏វាស្ដាប់បានដែរ
ណាចូលមកលក្ខណៈអញ្ចឹងតែនៅពេលដែលភ្ញៀវមកឬក៏អ្នកដំបងយើងតែនិយាយថាសូមអញ្ជើញចូលខាងក្នុងមកបងហ្នឹងបងអញ្ជើញចូលក្នុងបងអីក្នុងន័យអញ្ចឹងគឺ dozo ohari kudasai dozo ohari kudasai មានន័យសូមអញ្ជើញចូលក្នុងមកប្រយោគទី89របស់យើងនៅពេលដែលយើងចង់និយាយទៅកាន់ដៃគូរបស់យើងថាសូមអញ្ជើញអង្គុយមកឬក៏ត្រូវបានគេនិយាយមកកាន់យើងថាអង្គុយមកខ្ញុំទៅចាក់ទឹកឲ្យអីចឹងក្នុងន័យចឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា dozo osawari kudasai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  ដែលមានន័យថាសូមអញ្ជើញអង្គុយមកណា dozo នេះមានថាសូមហើយ kudasai ហ្នឹងក៏គូសំដូចខ្ញុំយល់មកអញ្ចឹង osawari មកពាក្យថា sawari មកអង្គុយគូសំគេប្រើអហើយលុបមកខាងក្រោយ kudasai អញ្ចឹងទៅ dozo osawari kudasai ប្រយោគហ្នឹងគូតែទិញតែហ្មងទៅដើម្បីយកទៅប្រើតែហ្មងទៅ dozo osawari kudasai ដែលមានន័យថាសូមអញ្ជើញអង្គុយមកណាប្រយោគទី90របស់យើងនៅពេលដែលយើងចង់អញ្ជើញគេពិសាទឹកឬក៏សូមអញ្ជើញពិសាអីអញ្ចឹងណាពេលគេមកលេងផ្ទះយើងមិនអញ្ជើញគេចូលផ្ទះហើយយើងអញ្ជើញគេអង្គុយព្រោះមកយើងអញ្ជើញគេញ៉ាំទឹកឬក៏ពិសាទឹកអីចឹងទៅនៅក្នុងភាសាជប៉ុនសូមអញ្ជើញផឹកឬក៏សូមអញ្ជើញពិសាហ្នឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា dozo onomi kudasai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  មានន័យថាសូមអញ្ជើញផឹកណា dozo onomi kudasai dozo onomi kudasai មានន័យថាសូមអញ្ជើញផឹកតន់បានទាំងអស់គ្នា96របស់យើងនៅពេលដែលយើងចង់និយាយថាសូមអញ្ជើញពិសាឬក៏សូមអញ្ជើញញ៉ាំទៅពិសាហ្នឹងគូសំណាព្រោះប្រយោគនេះគូសំមែនតើអញ្ចឹងសូមអញ្ជើញពិសាឬក៏សូមអញ្ជើញញ៉ាំនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា dozo otabe kudasai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  មានន័យថាសូមអញ្ជើញពិសាឬក៏សូមអញ្ជើញញ៉ាំឧទាហរណ៍ថាតកាយយើងគាត់មកលេងកន្លែងយើងហើយយើងដាក់ផ្អែមខ្មែរគាត់ញ៉ាំអីចឹងឧទាហរណ៍ណាអញ្ចឹងយើងអាចនិយាយពាក្យឲ្យគូសំទៅឧទាហរណ៍ dozo otabe kudasai ណាបើធម្មតាគឺគេនិយាយទូទៅគឺនិយាយត្រឹមតែ tabete kudasai ទេប៉ុន្តែនៅពេលឧទាហរណ៍ថាតម្រង dozo tabete kudasai អញ្ចឹងប៉ុន្តែនៅពេលដែលកាន់តែគូសំគឺគេប្រើតម្រងមួយនេះប្រើប្រយោគមួយនេះគឺ dozo otabe kudasai មានន័យថាសូមអញ្ជើញពិសាជាទូទៅនៅខ្មែរយើងក៏យើងកម្រនិយាយពាក្យថាសូមអញ្ជើញពិសាទោះតែភ្ញៀវធំដុំឬក៏អ្នកដែលមានឋានៈខ្ពស់ឬក៏អីដែលយើងគោរពខ្លាំងបានយើងនិយាយពាក្យដល់សុទ្ធតែសូមអញ្ជើញពិសាជាទូទៅយើងគ្រាន់តែនិយាយថាបងអញ្ជើញហូបអញ្ជើញពិសាតែប៉ុណ្្នឹងឯងណាអញ្ចឹងឧទាហរណ៍ tabete kudasai យ៉ាងទៅហ្នឹងខ្លីប៉ុន្តែបើសិនជាតម្រងគូសំខ្លាំងគឺ dozo otabe kudasai dozo otabe kudasai មានន័យថាសូមអញ្ជើញពិសាប្រយោគរបស់យើងទី97តកតងទៅនឹងថានេះគឺជាវត្ថុអនុស្សាវរីយ៍មកពីជប៉ុនឬក៏យើងចង់និយាយប្រាប់គេថានេះគឺជាវត្ថុអនុស្សាវរីយ៍មកពីខ្មែរក៏បានដែរគ្រាន់តែនេះយើងចង់និយាយថាប្រសិនបើនេះគឺជាវត្ថុអនុស្សាវរីយ៍មកពីជប៉ុននៅក្នុងភាសាជប៉ុនគឺយើងនិយាយថាこれは日本からのお土産ですこれは日本からのお土産ですこれは日本からのお土産ですណាអូមីយ៉ាហ្គេហ្នឹងគឺវត្ថុអនុស្សាវរីយ៍អញ្ចឹងកូរ៉េហ្នឹងគឺនេះនីហុនហ្នឹងគឺប្រទេសជប៉ុនការ៉ាណូហ្នឹងមកពីណាអូមីយ៉ាហ្គេហ្នឹងគឺវត្ថុអនុស្សាវរីយ៍អញ្ចឹងកូរ៉េវ៉ានីហុនការ៉ាណូអូមីយ៉ាហ្គេですនេះគឺជាកាដូមកពីប្រទេសជប៉ុនឬក៏ជាវត្ថុអនុស្សាវរីយ៍មកពីប្រទេសជប៉ុនបើយើងចង់ដាក់ថាមកពីប្រទេសខ្មែរវិញយើងដូរពីនីហុនហ្នឹងទៅជាកម្ពុជាវិញទៅឧទាហរណ៍កូរ៉េវ៉ាកម្ពុជាការ៉ាណូអូមីយ៉ាហ្គេですនេះគឺជាកាដូមកពីប្រទេសកម្ពុជាជាបើកូរ៉េអញ្ចឹងទៅខាងកូគឺអញ្ចឹងទៅជប៉ុនជឺនីហុនគឺជាប្រទេសចិនគឺជឺកូគឺអីចឹងទៅណាអញ្ចឹងកូរ៉េវ៉ានីហុងការ៉ាណូអូមីយ៉ាហ្គេですនេះគឺជាវត្ថុអនុស្សាវរីយ៍មកពីប្រទេសជប៉ុនមកនិយាយខ្លីវត្ថុអនុស្សាវរីយ៍របស់ជប៉ុននេះអញ្ចឹងណាក្នុងនេះអញ្ចឹងប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលយើងចង់និយាយប្រាប់គេឬណែនាំខ្លួនប្រាប់គេថាឥឡូវខ្ញុំគឺជាសិស្សណាខ្ញុំគឺជាសិស្សហ្នឹងប្រយោគទូទៅសាមញ្ញហើយពាក្យថាខ្ញុំគឺជាសិស្សនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា私は学生です。私は学生です。私は学生ですね。私ហ្នឹងគឺខ្ញុំវៈជាបរិបត្តិសព្ទ学生សិស្ស des ហ្នឹងក៏ជាទម្រង់បរិបត្តិសព្ទដែរអញ្ចឹង
watashi wa gakusei desu មានន័យថាខ្ញុំគឺជាសិស្សបើយើងចង់និយាយថាខ្ញុំគឺជាសិក្ខាកាមយើងនិយាយទៅ watashi wa gino shishusei desu ឬក៏ចង់ប្រាប់គេថាខ្ញុំគឺជាជនជាតិខ្មែរ watashi wa kamboyejin desu អាហ្នឹងគឺទម្រង់វិជ្ជាករដែលយើងរៀនកាំងពីមីនានុភាគ1អីមែនទេប៉ុន្តែគ្រាន់តែប្រយោគដែលយើងអ្នកនរគ្នាទិញប្រយោគយកទៅប្រើហ្មងគឺយើងប្រើប្រាស់ប្រយោគបែបហ្នឹងប្រយោគទី99របស់យើងនៅពេលដែលយើងចង់ឬក៏ត្រូវបានគេនិយាយមកកាន់យើងថាសូមតាក់ទងមកបានគ្រប់ពេលវេលាឬក៏យើងចង់ប្រាប់ថាអីទេអាចតាក់ទងមកខ្ញុំបានគ្រប់ពេលវេលាអញ្ចឹងណាប្រយោគហ្នឹងជាទូទៅប្រហែលជាតកែគាត់នឹងនិយាយទៅកាន់យើងឲ្យថាអត់អីទេអាចតាក់ទងមកគ្រប់ពេលវេលាបើមានបញ្ហាអីអញ្ចឹងពាក្យថាសូមតាក់ទងមកបានគ្រប់ពេលវេលាហ្នឹងគឺនៅក្នុងភាសាជប៉ុនយើងអាចនិយាយថា itsudemo gorenraku kudasai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  មានន័យថាសូមតាក់ទងមកគ្រប់ពេលមកអត់អីទេ itsu ហ្នឹង itsu demo ហ្នឹងជាពាក្យភ្ជាប់របស់វាតែម្ដង itsu demo មានថាពេលណាក៏បានដែរពេលណាក៏ដោយអត់អីទេពេលណាក៏បានដែរអត់អីទេ itsu demo ហ្នឹងណា gorenraku kudasai ហ្នឹងគឺតម្រងគូសំណាមានន័យថាសូមតាក់ទងមកអញ្ចឹងអញ្ចឹង itsu demo gorenraku kudasai អត់អីទេសូមតាក់ទងមកបានគ្រប់ពេលអត់មានបញ្ហាអីទេណាម្ដងទៀត itsu demo gorenraku kudasai អត់អីទេអាចសូមតាក់ទងមកបានគ្រប់ពេលក្នុងន័យអញ្ចឹងណាប្រយោគទី100របស់យើងនៅពេលដែលយើងចង់និយាយថាតើអ្នកសុខសប្បាយជាអត់ណាមកបើជាទូទៅយើងនិយាយពាក្យថាសុខសប្បាយអត់យើងប្រើពាក្យថា ogenki desu ka ហ្នឹងអាហ្នឹងក៏ជាទម្រង់សំណួរមួយដែរតែគូសំតែពេលដែលយើងនិយាយមួយភាគថាមិនដែរសុខសប្បាយជាអត់មកយកហ្នឹងសុខសប្បាយអត់ហ្នឹងអញ្ចឹងនៅក្នុងទម្រង់ទូទៅយើងអាសាប្រើហ្នឹងគឺគេពិចារណាគេប្រើទម្រង់មួយនេះដែរអញ្ចឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា ogenki ni shiteru ទម្រង់នេះគឺយើងប្រើទម្រង់ question mark មានន័យថាសំណួរខាងក្រោយអញ្ចឹងរៀងលើកសំឡេងបន្តិចណាអញ្ចឹង o genki ni shiteru genki ni shiteru genki ni shiteru genki ហ្នឹងសុខសប្បាយ ni shite រឹហ្នឹងតាមពិត ni shite រឹប៉ុន្តែដល់ពេលដែលទម្រង់និយាយគឺលុបអ៊ីបាត់អញ្ចឹង genki ni shiteru ណា genki ni shiteru សុខសប្បាយអត់ណារស់នៅសុខអត់លក្ខណៈអញ្ចឹងបើយើងនិយាយទូទៅហ្មងយើងដល់អ្នកដឹងហើយគឺតម្រង់ ogenki desu ka តើអ្នកសុខសប្បាយជាអត់តែតម្រង់ទូទៅយើងប្រើមួយមិត្តភ័ក្តិឬអ្នកស្និទ្ធស្នាលអីខ្លាំងគឺយើងប្រើប្រយោគមួយនេះគឺ genki ni shiteru genki ni shiteru សុខសប្បាយអត់ហ្នឹងលក្ខណៈស៊ូបែបលេងសើចអញ្ចឹងធម្មតាពេលយើងជួបអ្នកទូទៅយើងនិយាយបងសុខសប្បាយអត់អីចឹងបើមិត្តភ័ក្តិអីយើងស៊ូមិនសុខសប្បាយអត់ហ្នឹងលក្ខណៈសុខសប្បាយអត់រស់នៅសុខស្រួលហើយលក្ខណៈបែបហ្នឹងអាហ្នឹងគឺយើងអាចប្រើតម្រង់ genki ni shiteru genki ni shiteru តើអ្នកសុខសប្បាយជាអត់នៅសុខសប្បាយអត់អញ្ចឹងទៅប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលយើងឆ្លើយទៅវិញថាខ្ញុំសុខសប្បាយទេគូសំគឺយើងអាចឆ្លើយថា hai genki desu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  hai ហ្នឹងមានន័យថាបាទ genki ហ្នឹងសុខសប្បាយអីចឹងទៅ hai genki desu ចឹងមានន័យថាបាទខ្ញុំសុខសប្បាយធម្មតាទេប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលយើងចង់និយាយថាតើអ្នកកាត់អីមែនឧទាហរណ៍យើងឃើញធ្វើការមួយគ្នារហូតចឹងឃើញសប្បាយនិយាយច្រើនថ្ងៃហ្នឹងឃើញគាត់មុខសពូនអីចឹងទៅឃើញមិត្តភក្តិជប៉ុនយើងនោះអត់សូវនិយាយស្ដីយើងចង់សួរគាត់ថាតើអ្នកឯងកាត់អីមែនមានរឿងអីមែនអីចឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា do kasta no do kasta no do kasta no ហ្នឹង do កាក់ហ្នឹងមានន័យថាមិនដែរអញ្ចឹង stano ហ្នឹងមានអីកើតឡើងអញ្ចឹងបើយើងកាត់មកពាក្យប៉ុន្តែនៅពេលដែលប្រយោគចំគឺ do kasta no តើមានរឿងអីមែនមានអីកើតឡើងមែនមានបញ្ហាអីមែនអញ្ចឹងបើយើងអានឲ្យញាប់ទៅគឺ do kasta no do kasta no ប្រយោគឡើងហ្នឹងយើងអាចអានតម្លាក់ពីរសលេងណា do kasta no អញ្ចឹង do kasta no do kasta no daijoubu គេច្រើនជប៉ុនគេនិយាយអញ្ចឹងdo kasta no daijoubu គេអាចសួរថាអូមានរឿងអីមែនកើតអីមែនអត់អីណាលក្ខណៈអញ្ចឹងណា do kasta no តើអ្នកកាត់អីមែនអីអញ្ចឹងណា do kasta no ប្រយោគទី103របស់យើងនៅពេលដែលយើងចង់ប្រាប់គេថាអូខ្ញុំផ្ដាសាយអញ្ចឹងខ្ញុំអត់សូវសប្បាយចិត្តឬក៏ខ្ញុំមុខសពូនដោយសារផ្ដាសាយអត់សូវស៊ូខ្លួនអញ្ចឹងនៅពេលដែលយើងចង់និយាយថាខ្ញុំផ្ដាសាយនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា kaze o hikimashita kaze o hikimashita ណា kaze o hikimashita kaze o hikimashita មានន័យថាខ្ញុំផ្ដា
sai ណា kaze ហ្នឹងគឺផ្ដាសាយ hikimashita ហ្នឹងអាហ្នឹងគឺយើងកាត់ផ្ដាសាយយើងឈឺផ្ដាសាយហ្នឹងឯងអញ្ចឹងគឺ kaze o hikimashita ហ្នឹងជាទម្រង់វេយ្យាករណ៍ហ្នឹងគេប្រើអញ្ចឹងមក hikimashita ហ្នឹងគឺជាមួយនឹង kaze ហ្នឹងឯងអញ្ចឹង kaze o hikimashita មានន័យថាខ្ញុំផ្ដាសាយខ្ញុំអត់សូវស៊ូខ្លួនទេកំពុងផ្ដាសាយអញ្ចឹងទៅប្រយោគរបស់យើងបន្ទាប់ទៀតយើងនៅពេលដែលយើងចង់និយាយប្រាប់គាត់ថាសូមកុំបារម្ភអីឬក៏ត្រូវបានដៃគូយើងគាត់និយាយថាមិនបារម្ភទេអត់អីទេខ្ញុំមិនអីទេកុំបារម្ភអីអញ្ចឹងណាមិនបារម្ភទេនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា心配しないでください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 មានន័យថាសូមកុំព្រួយបារម្ភអីមិនបាច់បារម្ភទេស៊ីមប៉ៃហ្នឹងបារម្ភដល់ពេលស៊ីណៃហ្នឹងទៅជាគុំបារម្ភវិញណាដេកក្តាសៃជាតម្រងវិជ្ជាករឯគុំអីមួយសូមគុំអីមួយអញ្ចឹងណាអញ្ចឹងឧទាហរណ៍ស៊ីមប៉ៃស៊ីណៃដេកក្តាសៃសូមគុំបារម្ភអីមិនបាច់បារម្ភទេខ្ញុំអត់អីទេខ្ញុំសុខសប្បាយធម្មតាទេណាស៊ីមប៉ៃស៊ីណៃដេកក្តាសៃប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលយើងចង់និយាយប្រាប់គេថាអូអ្នកឯងផ្ដាសាយមែនអញ្ចឹងសូមថែរក្សាសុខភាពផងណាប្រយោគនេះបើយើងចាំហើយយើងប្រើនៅពេលដែលដៃគូឬក៏មិត្តភ័ក្តិជប៉ុនយើងគាត់ឈឺអីហើយយើងប្រើប្រយោគហ្នឹងទៅគាត់មានអារម្មណ៍សុបាយចិត្តមានថាយើង take care យើងបារម្ភពីគាត់អីអញ្ចឹងណាយើងចេះបារម្ភចេះយកចិត្តទុកដាក់ចំពោះដៃគូឬមិត្តរួមការងារអីចឹងទៅអញ្ចឹងពាក្យថាសូមថែរក្សាសុខភាពផងហ្នឹងគឺនៅក្នុងភាសាជប៉ុនយើងអាចនិយាយបានថាお体に気をつけてねお体に気をつけてねお体に気をつけてねបើយើងនិយាយឲ្យញាប់ទៅអូខារ៉ាដានីគីអូស្កេតេណេអូខារ៉ាដានីគីអូស្កេតេណេហ្នឹងមានន័យថាសូមប្រញាប់យ៉ាងសុខភាពផងតាមពិតបើយើងនិយាយឲ្យគូសំគឺអូខារ៉ាដានីគីអូស្កេតេគឺដាក់សៃណាគឺដាក់សៃហ្នឹងមានន័យគូសំហើយសូមរក្សាសុខភាពសូមមើលថែសុខភាពផងអីអញ្ចឹងណាអូខារ៉ាដាហ្នឹងរាងកាយណាគីអូស្កេតេហ្នឹងគឺប្រយ័ត្នប្រយែងអញ្ចឹងប្រយ័ត្នប្រយែងសុខភាពហ្នឹងគឺសំដៅលើប្រយ័ត្នប្រយែងរាងកាយហ្នឹងឯងអញ្ចឹងគឺភាសាជប៉ុនណាយើងកាត់ន័យអញ្ចឹងឯងអញ្ចឹងអូខារ៉ាដានេះ Kyosketene ហ្នឹងគឺសម្រាប់អ្នកគូសំអ្នកស្និទ្ធស្នាលមួយគ្នាអីហ្នឹងគឺយើងអាចប្រើប្រាស់ទម្រង់ tene ហ្នឹងហើយតែបើថាគេរៀងលើយើងតកែអញ្ចឹងយើងប្រើគឺដាសៃទៅអត់បើយើងនិយាយទៅកាន់តកែវិញគឺអូខារ៉ាដានេះ Kyoskete គឺដាសៃសូមប្រយ័ត្នសុខភាពតែបើធ្វើមិត្តភ័ក្តិឬអ្នកធ្វើការមួយគ្នាទេអូខារ៉ាដានេះ Kyosketene អូខារ៉ាដានេះ Kyosketene អូខារ៉ាដានេះ Kyosketene ប្រយ័ត្នសុខភាពមើលថែសុខភាពខ្លួនឯងផងក្នុងន័យបែបហ្នឹងណាប្រយោគទី106របស់យើងនៅពេលដែលយើងចង់គេស៊ូគេថាតើនេះគឺជាអ្វីឬក៏ត្រូវបានគេស៊ូមកយើងវិញថាយើងពងហូបអីចឹងគេស៊ូថានេះអីគេអញ្ចឹងណាអាហ្នឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថាこれは何ですか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 ដែលមានន័យថាតើនេះគឺជាអ្វីតើនេះអីគេអញ្ចឹងណាこれは何ですかប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលត្រូវបានគេនិយាយថាអូមួយនេះពិតជាឆ្ងាញ់ណាស់ឧទាហរណ៍យើងឲ្យគាត់សាកញ៉ាំម្ហូបខ្មែរយើងឬញ៉ាំផ្អែមអីចឹងឬក៏ទៅញ៉ាំអីមួយគាត់អញ្ចឹងត្រូវបានគាត់និយាយថាអូអានេះឆ្ងាញ់ណាស់ឬក៏យើងចង់និយាយថាអូអានេះឆ្ងាញ់ខ្លាំងឆ្ងាញ់ជាងគេហ្មងអញ្ចឹងនៅពេលហ្នឹងគឺយើងអាចនិយាយជាភាសាជប៉ុនបានថាこれはとっても美味しいですこれはとっても美味しいです。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 これはហ្នឹងគឺこれហ្នឹងគឺនេះណាとってもហ្នឹងណាឬក៏ខ្លាំងអញ្ចឹង美味しいហ្នឹងគឺឆ្ងាញ់とっても美味しいហ្នឹងឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់ខ្លាំងអីអញ្ចឹងណាこれはとっても美味しいですនេះគឺពិតជាឆ្ងាញ់ខ្លាំងណាមួយនេះឆ្ងាញ់ណាអញ្ចឹងណាប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលយើងចង់សួរគេថាពិតមែនមែនក៏អីពិតមែននិយាយមែនណាមែនក៏អីនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា本当ですか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 ហ្នឹងតើពិតមែនឬប៉ុន្តែអ្នកនរនេះប្រហែលជាធ្លាប់ឮពាក្យថាហុំម៉ានីម៉ាជីអាហ្នឹងក៏វាស្មើនឹងពាក្យ Honto Deska ដែរព្រោះអាហ្នឹងភាសាយុវវ័យភាសាគេប្រើប្រាស់ទូទៅដូចខ្មែរយើងឥឡូវមិនដែរនិយាយថាពិតមែនអត់យើងនិយាយមែនឬអូអញ្ចឹងអាហ្នឹងក៏សិតតែប្រើពាក្យន័យដូចគ្នាដែរអញ្ចឹងពាក្យគូសំដែលយើងចង់និយាយថាពិតមែនឬនៅក្នុងភាសាជប៉ុនគឺយើងនិយាយថា Honto Deska ពិតមែនតែពិតមែនអីអញ្ចឹងណា Honto Deska Honto Deska Honto Deska ពិតមែនមែនក៏អី
ក្នុងន័យអញ្ចឹងណាប្រយោគទី109របស់យើងនៅពេលដែលយើងឆ្លើយតបទៅកាន់គេវិញថាបាទវាជាការពិតវាពិតមែនអញ្ចឹងនៅក្នុងភាសាជប៉ុនគឺはい本当でしょ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 មានន័យថាបាទវាជាការពិតវាពិតមែនតាはい本当でしょបាទពិតមែនតាដោយអ្វីដែលបានឃើញហ្នឹងគឺវាជាការពិតវាពិតមែនអញ្ចឹងណាហើយហ្នឹងគឺបាទហុនតូហ្នឹងពិតប្រកបដែល show ហ្នឹងសង្កត់ន័យអញ្ចឹងហើយហុនតូដែល show បាទវាជាការពិតវាជារឿងពិតតាប្រយោគរបស់យើងបន្ទាប់ទៀតនៅពេលដែលយើងចង់សួរគេថាណែឯងនិយាយលេងទេតើណែឯងនិយាយលេងទេឬក៏ណែឯងនិយាយលេងមែនណែនិយាយលេងមែនមិនមែនការពិតណានិយាយលេងទេដឹងនៅក្នុងភាសាជប៉ុនគឺយើងអាចនិយាយបានថា冗談ですか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 ដែលយើងនិយាយថាតើឯងនិយាយលេងទេនិយាយលេងសង្ស័យនិយាយលេងមិនមែនការពិតទេអីនិយាយលេងទៅដឹងពាក្យថា冗談ហ្នឹងមានន័យថានិយាយលេងហុនតូនហ្នឹងការពិតដល់ពេលគាត់និយាយថាពិតមែនតើយើងក៏បន្តទៅទៀតថា冗談ですかនិយាយលេងទេនិយាយមែនតើក៏អត់អីអញ្ចឹងក្នុងន័យបែបហ្នឹងណាតែអញ្ចឹងប្រយោគរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនបើអ្នកនរគ្នាមិនទាន់ការអានក៏ដូចជាមិនទាន់ការបញ្យល់នៅចំណុចណាមួយអ្នកនរគ្នាអាច comment សួរនៅខាងក្រោមវីដេអូនឹងបានខ្ញុំនឹងធ្វើការឆ្លើយតបទៅតាមពេលវេលាជាក់ស្ដែងផងដែរហើយសម្រាប់អ្នកនរគ្នាដែលចង់ទទួលបានវីដេអូថ្មីៗដែលគិតថ្លៃតាមរយៈ channel YouTube របស់ខ្ញុំអ្នកនរគ្នាកុំភ្លេចចូលទៅកាន់ channel YouTube ហើយចុច subscribe ឬក៏ដាក់សញ្ញាកណ្ដឹងនៅទីនោះដើម្បីទទួលបានវីដេអូថ្មីៗទាំងអស់គ្នាផងដែរអញ្ចឹងខ្ញុំក៏សូមធ្វើការអភ័យទោសទៅកាន់រៀងច្បងបើសិនបើការពន្យល់ក៏ដូចជាការអានរបស់ខ្ញុំមានកំហុសខុសឆ្គងនៅចំណុចណាមួយខ្ញុំទទួលយកការរិះគន់ដើម្បីស្ថាបនាផងដែរដើម្បីឲ្យយើងមានវីដេអូកាន់តែល្អក៏ដូចជាកាន់បានចែករំលែកវីដេអូទាក់ទងទៅនឹងភាសាជប៉ុនដែលគិតថ្លៃទៅកាន់បងប្អូនទាំងអស់គ្នាដែលគាត់មានបំណងចង់រៀនភាសាជប៉ុនពីកម្រិតដំបូងរហូតដល់មកកម្រិតមធ្យមតាមរយៈ online តាមរយៈវិស័យ YouTube ឬក៏ Facebook ផងដែរអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះអរគុណច្រើនជួបគ្នានៅវីដេអូក្រោយអរគុណច្រើនបាយបាយ